សូមស្វាគមន៍ចំពោះកម្មការមេរៀនបន្តទៀតសម្រាប់មេរៀននេះគឺយើងរៀនទាក់ទងជាមួយនឹងការធ្វើ transform នៅលើកម្មវិធី Blender អញ្ចឹងសម្រាប់បងប្អូនដែលមិនទាន់បានជួយចុច Subscribe សូមជួយចុច Subscribe ក៏ដូចជាចុចរូបសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពីការចែករំលែកការប្រើប្រាស់កម្មវិធី Blender ទាក់ទងជាមួយនឹងការធ្វើ transform មានន័យថាការ move object ការបង្វិល object ឬក៏ការ scale object អូខេឥឡូវខ្ញុំធ្វើការលុបទៅលើ object នេះសិនចឹងខ្ញុំធ្វើការ click លើវាមកខ្ញុំចុចទៅលើអក្សរ X ហើយចុចទៅលើ delete អូខេហើយខ្ញុំធ្វើការ add object ថ្មីមួយចឹងខ្ញុំចុចទៅលើ shift A in your mesh ហើយខ្ញុំប្រើប្រាស់ទៅលើ monkey head អូខេចឹងយើងមានក្បាលស្វាមួយនេះអញ្ចឹងសម្រាប់មេរៀននេះគឺយើងផ្ដោតទៅលើការធ្វើ transform ដោយប្រើប្រាស់ទៅលើmouse ជាមួយនឹង keyboard អញ្ចឹងមេរៀនក្រោយគឺយើងនឹងប្រើប្រាស់ទៅលើ tool មួយចំនួននៅខាងនេះអូខេអញ្ចឹងគឺខ្ញុំចង់ធ្វើការ move ទៅលើក្បាលស្វានេះទៅដាក់ទីតាំងណាមួយនៅក្នុងផ្ទាំង viewport ជាយើងគ្រាន់តែធ្វើការ click select លើវាមកបន្តមកទៀតគឺយើងចុចទៅលើអក្សរ G អូខេចុចទៅលើអក្សរ G មានន័យថាយើង grab វាយើងចាប់វាហើយអូសទៅដាក់កន្លែងណាមួយហើយបន្តមកទៀតគឺយើងគ្រាន់តែធ្វើការ click វាមួយដើម្បីធ្វើការតម្លាក់វាអូខេនេះឥឡូវខ្ញុំចុច Ctrl Z ដើម្បី back វាមកវិញខ្ញុំចុចទៅលើអក្សរ G ម្ដងទៀតអូខេឥឡូវនេះខ្ញុំធ្វើការ click ទៅលើ mouse ខាងស្ដាំម្ដងតែពេលណាយើង click ទៅលើ mouse ខាងស្ដាំយើងឃើញថា object ហ្នឹងគឺវា move មកកន្លែងដើមរបស់វាឥឡូវខ្ញុំចុចទៅលើអក្សរ G ហើយខ្ញុំ move វាមកខាងនេះអូខេឥឡូវខ្ញុំចង់ធ្វើការផ្លាស់ប្ដូរទីតាំងឬក៏ move វាមកខាងនេះវិញចឹងខ្ញុំ click លើវាមកខ្ញុំចុចទៅលើអក្សរ G ហើយអូសវាមកដាក់កន្លែងនេះអូខេបន្តមកទៀតគឺយើង click ទៅលើ mouse ខាងឆ្វេងដើម្បីធ្វើការតម្លាក់វាអញ្ចឹងការ move នេះមានន័យថាយើង move វាគ្រប់ទៅលើ axis ទាំង3តែម្ដងគឺមាន x y ហើយនិង z អូខេឥឡូវខ្ញុំចុច Ctrl C back វាមកវិញអញ្ចឹងយើងមើលនៅកន្លែង object នេះនៅលើផ្ទាំងរបស់ property អញ្ចឹងនេះគឺជា transform ទាក់ទងជាមួយនឹងការ location ដែលយើងហៅថា move ឬក៏ផ្លាស់ប្ដូរទីតាំងហ្នឹងហើយ rotation នេះគឺទាក់ទងជាមួយនឹងការបង្វិល object ហើយនឹង scale អញ្ចឹង scale ជា default របស់វាជា default របស់វាគឺវាមានតម្លៃមួយឥឡូវឧទាហរណ៍ខ្ញុំចង់ធ្វើការផ្លាស់ប្ដូរវាតាម axis x ផ្លាស់ប្ដូរទីតាំងតាម axis x ខ្ញុំគ្រាន់តែធ្វើការបញ្ចូលតម្លៃនៅកន្លែងនេះយើងបញ្ចូលនៅកន្លែងហ្នឹងក៏បានឬក៏យើង click off វាឥឡូវឧទាហរណ៍ថាខ្ញុំចុច Ctrl C ដើម្បី back មកវិញខ្ញុំ move វា10ម៉ែត្រឧទាហរណ៍អញ្ចឹងខ្ញុំ click មកខ្ញុំបញ្ចូលតម្លៃ10ម៉ែត្រហើយ enter អូខេអញ្ចឹងយើងមើលនេះវា move ពីទីតាំងចាស់របស់វាគឺ10ម៉ែត្រឥឡូវខ្ញុំ move តាម axis y អញ្ចឹង y ខ្ញុំដាក់2ម៉ែត្រអញ្ចឹងវា move 2ម៉ែត្រតាម axis y ហើយខ្ញុំ move តាម axis z 10ម៉ែត្រអញ្ចឹងវា move ឡើងទៅលើតាម axis z អូខេហើយបើយើងចង់ធ្វើការឲ្យវាមកដើមវិញគឺយើង select ពីលើចុះក្រោមទាញអូសពីលើចុះក្រោមទៅមកបញ្ចូលលេខ0មកអូខេអញ្ចឹងគឺវាមកទីតាំងចាស់របស់វាវិញមួយទៀតយើងប្រើប្រាស់ទៅលើ sidebar នៅកន្លែងនេះយើងចុចទៅលើ n ដើម្បីធ្វើការបង្ហាញវាអូខេអញ្ចឹងអានេះគឺជា parameter របស់transform គឺដូចនៅខាងនេះដែរឥឡូវឧទាហរណ៍ខ្ញុំ move វាតាម axis x 5ម៉ែត្រខ្ញុំដាក់5ម៉ែត្រមកហើយ enter អូខេខ្ញុំជួយ Ctrl Z មកវិញឥឡូវខ្ញុំចុចអក្សរ N មួយទៀតដើម្បីធ្វើការបិទវាវិញលាក់វាវិញខ្ញុំចុចទៅលើអក្សរ G ហើយខ្ញុំចាប់ផ្ដើមធ្វើការ move mouse អញ្ចឹងយើងឃើញកន្លែង transform គឺវា update គ្រប់ axis ទាំង3ដែលមាន x y ហើយនិង z ខ្ញុំចុច Ctrl C back មកវិញឥឡូវខ្ញុំធ្វើការ move វាតាម axis ដែរប៉ុន្តែខ្ញុំអត់ប្រើប្រាស់ទៅលើកន្លែង transform នេះទេអញ្ចឹងគឺខ្ញុំវាយអក្សរ G បន្តមកទៀតគឺខ្ញុំវាយទៅលើ axis ណាខ្ញុំចង់ move ឥឡូវថាខ្ញុំចង់ move តាម axis អក្សរ Z អញ្ចឹងខ្ញុំវាយទៅលើអក្សរ Z មកឃើញទេវា lock ហើយយើងជាប់តែម្ដងហើយយើង click ដើម្បីធ្វើការតម្លាក់វាខ្ញុំចុច Ctrl Z ដើម្បី back មកវិញខ្ញុំចង់ move វាតាម axis Y គឺខ្ញុំត្រូវការចុចទៅលើអក្សរ G បន្តមកទៀតវាយទៅលើអក្សរ Y ចុចទៅលើអក្សរ Y ហើយយើងអាចបញ្ចូលតម្លៃឧទាហរណ៍ខ្ញុំចង់បាន10ម៉ែត្រខ្ញុំវាយលេខ
áហើយ enter មកចឹងគឺវា move 10 ម៉ែត្រឥឡូវឧទាហរណ៍ខ្ញុំចង់ឲ្យវា move ទៅលើ axis x ពណ៌ក្រហមនេះ10 ម៉ែត្រដែរចឹងគឺខ្ញុំគ្រាន់តែធ្វើការចុចទៅលើអក្សរ G អក្សរ X បន្តមកទៀតគឺខ្ញុំបញ្ចូលលេខ10ហើយ enter ចឹងគឺអានឹងតើតងជាមួយនឹងការ move ខ្ញុំចុច Ctrl C ដើម្បី back វាមកវិញចឹងយើង move តាម axis ណាក៏បានដែរយើងគ្រាន់តែចុចទៅលើអក្សរ G បូកជាមួយនឹងអក្សរដែលជាតំណាងឲ្យ axis ហ្នឹងមាន x ហើយនឹង y ឥឡូវករណីដែលខ្ញុំចង់ធ្វើការបង្វិលខ្ញុំចុចទៅលើអក្សរ O អូខេចុចលើអក្សរ O ហើយយើងឃើញ cursor របស់យើងដូរមករបៀបនេះចឹងយើងគ្រាន់តែ move ទៅលើ mouse ដើម្បីធ្វើការបង្វិលរបៀបនេះមានន័យថាយើងបង្វិលវាជាលក្ខណៈសេរីឬក៏យើងនិយាយថាបង្វិលវាគ្រប់ axis ទាំង3ហ្នឹងមាន x ហើយនិង y គឺបងប្អូនមើលនៅកន្លែងនេះដល់ពេលដែលយើងវាអក្សរ O បន្តមកទៀតគឺយើងចាប់ផ្ដើមធ្វើការ move mouse របស់យើងគឺវាធ្វើការបង្វិលតែម្ដងខ្ញុំចុច Ctrl C ដើម្បី back វាមកវិញឥឡូវឧទាហរណ៍ថាខ្ញុំចុច Ctrl C ម្ដងទៀតខ្ញុំចង់ move វាតាម axis x ខ្ញុំបញ្ចូលតម្លៃមកខ្ញុំបញ្ចូលតម្លៃ degree ដែលយើងចង់ធ្វើការបង្វិលវាឥឡូវឧទាហរណ៍ខ្ញុំចង់ move តាម axis x ហ្នឹង30 degree ខ្ញុំបញ្ចូលលេខ30មកហើយ enter អញ្ចឹងគឺវា move ជំវិញ axis x ហ្នឹង30 degree ឥឡូវខ្ញុំចង់ move វាតាម axis z អូខេសុំតោ y 45ខ្ញុំដាក់លេខ45ហើយ enter អូខេអញ្ចឹងគឺយើងអាចធ្វើការបញ្ចូលតម្លៃ degree ដែលយើងចង់ធ្វើការបង្វិល object ហ្នឹងនៅកន្លែង rotation ឥឡូវខ្ញុំធ្វើការឲ្យវាមក0វិញគឺខ្ញុំចុចពីលើចុះក្រោមមកហើយខ្ញុំបញ្ចូលតម្លៃ0ហើយខ្ញុំ enter ឥឡូវយើងប្រើប្រាស់ mouse របស់យើងម្ដងគឺខ្ញុំធ្វើការចុចទៅលើអក្សរ O បន្តមកទៀតយើងត្រូវគិតថាតើយើងត្រូវបង្វិល object ហ្នឹងតាម axis អីគេឥឡូវឧទាហរណ៍ខ្ញុំចង់ធ្វើការបង្វិល object ហ្នឹងតាម axis z ចឹងខ្ញុំបែរអក្សរ z មកអូខេអញ្ចឹងគឺវាចេញជាលក្ខណៈរបៀបហ្នឹងគឺវា lock ឲ្យយើងនឹងជាប់ទៅលើ axis z តែម្ដងហើយយើងធ្វើការ move mouse របស់យើងដើម្បីធ្វើការបង្វិលឃើញអត់បើសិនបើយើងចុចទៅលើ control គឺវា constraint ឲ្យយើងនៅម្ដងទៀតខ្ញុំចុចទៅលើអក្សរ O អក្សរ Z ហើយខ្ញុំចុចទៅលើ control ជាប់អូខេវា constraint ម្ដងគឺ5 degree ហើយបើសិនបើករណីយើងចង់ឲ្យការបង្វិលរបស់យើងនឹង smooth វា load degree ម្ដងទូចអញ្ចឹងគឺយើងចុចទៅលើ shift key មកយើងឃើញគឺវា load ម្ដងហើយបង្វិលម្ដងមានន័យថាតម្លៃរបស់វាគឺ1ហើយខ្ញុំ back វាមកវិញឥឡូវខ្ញុំចង់ធ្វើការបង្វិលវាតាម axis x យើងវាយទៅលើអក្សរ O បន្តមកទៀតយើងវាយទៅលើ x ហើយយើងធ្វើការបង្វិលមកអូខេមកទៀតខ្ញុំចង់ធ្វើការបង្វិលតាម axis y ខ្ញុំចុចទៅលើអក្សរ O ចុចទៅលើ y ហើយយើងចាប់ផ្ដើម move mouse របស់យើងជាយើងឃើញគឺវាចាប់ផ្ដើមធ្វើការបង្វិលអញ្ចឹងបងប្អូនអាចប្រើប្រាស់វិធីសាស្ត្រមួយណាក៏បានតាមចិត្តរបស់បងប្អូនដែលងាយស្រួលអាចបញ្ចូលតម្លៃ degree នៅកន្លែងទាំង property នេះក៏បានដែលយើងចូលទៅកន្លែង object មកឬក៏មួយទៀតយើងចូលទៅ sidebar ចុចទៅលើអក្សរ N ឬក៏យើងប្រើប្រាស់ទៅលើ mouse បូកជាមួយនឹងអក្សរ O ដើម្បីធ្វើការ activate ទៅលើrotate tool អូខេឥឡូវយើងចូលទៅ scale ឥឡូវ scale ខ្ញុំធ្វើការលុបឲ្យចេញសិនខ្ញុំចុចទៅលើអក្សរ X បន្តមកទៀតគឺចុច delete ខ្ញុំចុចទៅលើ shift បូកអក្សរ A ហើយយក mesh បន្តមកទៀតយកគួបមកប្រើអូខេយើងមានគួបមួយអញ្ចឹងជាធម្មតានៅពេលដែលយើង click លើវាមកយើងមើលនៅកន្លែងគួបនេះជា default របស់វា scale គឺមានតម្លៃ1អូខេឥឡូវថាខ្ញុំចង់ធ្វើការ scale វាខ្ញុំ scale វាគឺខ្ញុំចុចទៅលើអក្សរ S អូខេទាញវាមកឲ្យធំឲ្យតូចតាមចិត្តបងប្អូនខ្ញុំតម្លាក់ click វាមួយដើម្បីធ្វើការបញ្ចប់ការ scale ហ្នឹងជាមើលលេខវាធ្វើការ update ហ្នឹងអញ្ចឹងគឺវាធំជាងមុនហ្នឹងគឺចំនួន4ដងអូខេឥឡូវខ្ញុំធ្វើការ scale វាតាម axis x អញ្ចឹងយើង click លើវាមកយើងអាចបញ្ចូលតម្លៃ scale កន្លែង x នេះមកអូខេឥឡូវខ្ញុំដាក់6មកហើយ
enter អូខេអញ្ចឹងបងប្អូនឃើញ x គឺវាធ្វើការ update ឥឡូវបើសិនបើយើងពិបាកមើលដោយសារប្រវាយវាបាក់បែរគ្នាយើងបន្ថែម x ហ្នឹងឧទាហរណ៍ថាខ្ញុំចង់បាន10អញ្ចឹងវាធំជាងមុនអូខេបន្តមកទៀតឧទាហរណ៍ខ្ញុំចង់ធ្វើការ scale ទៅលើ axis y ខ្ញុំដាក់ y ត្រឹមតែ2ទេអញ្ចឹងឧទាហរណ៍ខ្ញុំដាក់ម្ដងទៀត2មកហើយ enter មកបងប្អូនឃើញគឺវាតូចជាងហ្នឹងឥឡូវខ្ញុំធ្វើការ reset វាឲ្យមក1វិញអូខេអញ្ចឹងគឺវាមកតម្លៃដើមរបស់វាវិញឥឡូវខ្ញុំប្រើប្រាស់ទៅលើ mouse បូកជាមួយនឹងkeyboard ឥឡូវឧទាហរណ៍ខ្ញុំចង់ធ្វើការ scale វាតាម axis x អញ្ចឹងខ្ញុំគ្រាន់តែចុចទៅលើអក្សរ s អក្សរ x បន្តមកទៀតគឺយើងទាញវាប្រវែងវាចង់ដាក់ប្រវែងវាប្រមាណណាអូខេហើយដាក់ប៉ុណ្ណេះចុះនេះឃើញអត់ឥឡូវខ្ញុំចង់ធ្វើការ scale វាតាម axis z ខ្ញុំចុចទៅលើអក្សរ s ចុចទៅលើអក្សរ z អូខេហើយទាញទៅលើប្រវែងដែលបងប្អូនចង់បានអូខេខ្ញុំចង់ធ្វើការ scale វាតាម axis y ចុចទៅលើអក្សរ s អក្សរ y ហើយទាញវាអូខេខ្ញុំ back វាមកវិញ control z back វាមកវិញឥឡូវឧទាហរណ៍ខ្ញុំចង់ធ្វើការ scale វាតាម axis z ចុចទៅលើអក្សរ s អក្សរ z ខ្ញុំបញ្ចូលតម្លៃវា10ហើយ enter នេះបងឃើញអត់ខ្ញុំចង់ធ្វើការ scale វាតាម axis x វាយអក្សរ s វាយអក្សរ x បន្តមកទៀតខ្ញុំដាក់តម្លៃឥឡូវខ្ញុំដាក់តម្លៃវា5អូខេហើយ enter មកដើម្បី confirm វាខ្ញុំគិតថាបងប្អូននឹងយល់អំពីរបៀបនៃការប្រើប្រាស់ទៅលើ transform នៅក្នុងកម្មវិធី Blender ដោយយើងផ្ដោតសំខាន់ទៅលើការ move ឬក៏ location ទៅលើទីតាំងរបស់ object ទី2គឺតកតងជាមួយនឹងការ rotate មានន័យថាការបង្វិលទៅលើ object ហើយទី3គឺតកតងជាមួយនឹងការ scale object មេរៀនក្រោយគឺយើងផ្ដោតសំខាន់ទៅលើការប្រើប្រាស់ទៅលើ tool transform មានដូចជា move tool rotate tool ហើយនិង scale tool ជាងសូមអរគុណសូមជម្រាបលា